bà chỉ đẹp xưa bông mai bông bông ngày nay dục thì dây bà mà chụp cho mùi tệ chôn để cọt miền chủng ngư mà hà đi bôn đầm nạ ca tì pi bà để cọt ọt miền bàn chặt kỳ mi chặt năm pet nhằm năm pet thế rồi sao tại cọt sọc việc sau ấyนี่ไอ้กระซาเป็ดบ่าไอ้กระซาเป็ดไอ้กอดมันเป็นประเด็นเด้บ่านี่ไอ้กระซาเนาเป็ดลวงไม้เนี่ยแล้วแต่พอลบ่าเนี่ยใจมือคือเนี่ยจะมือยำทอดไอ้มือธรรมดาบ่านี่นี่ของปนมือตอนละป่ายำทอดไอ้มือจับบ่าเนี่ยได้ใจมือคือดังไงนี่ดมใส่บักกอดเนี่ยเราจำตามด้านจะมวยขยมคายกร้อยกอดหนึ่งเตาปนิดมาดองเตี้ยนี่ดมใส่บักกอดเมนมากระไรใช่ไหมบ่าอดเมนมากระไรดีbây giờ nhom bạc mười này để chạy mưa bàนี่จะดมใส่กอดนะbàดมใส่กอดคือเมียนนี่ดมบากมวยเอามือbàนี่là tập phá đó chânเนี่ยได้chạy mưa sâu mưaนะbà chừng ngưกอดคือมาหาดิเป็นประกอดbàแล้วกอดจำมาขายที่นี่มอยกอดแต่ฉลองมือขึ้นรุนกับปนาคือได้ไงbàนี่นี่สัตว์ละtập phá đó bàลุงไม้อะไรเนี่ยมอยมือนี่ดมนี่คือดมใส่นี่บางคนมือนะbà bay chạy cầu sập bay cm con đồng ban này đồng sạch cái nhé bà đồng sạch miền trang cái này chẳng là bọc ôn mơ anh ấy rụp hiếp á bà ở lâu ní mà chụp cho môi con bật chết đai đó này mật phép con nấu chết khang và chỉ biết xua bong sấy bạn bong sấy miền chmo vậy đấy nhưng mà chmo miền sấy niềng bà bong sấy niềng bà bong pi môn nâng khung cá pra cho môi năng sốt bờ ran thò mà chiết đam sờ mỏi bảo dương ní ta arom bỏ bongយ៉ាងណាដែរមុននឹងប្រើប្រាស់មុនខ្ញុំអត់តបានប្រើប្រាស់ខ្ញុំភ័យខ្ញុំខ្លាចព្រោះជំងឺហ្នឹងភាគច្រើនទី1អស់លុយច្រើនទី2វាគ្រោះថ្នាក់បងវាជាមិនងាយព្យាបាលជាដល់ពេលខ្ញុំបានមកប្រើរុក្ខជាតិដាំសមុទ្រហ្នឹងខ្ញុំមានសង្ឃឹមច្រើនខ្ញុំមានសង្ឃឹមថាខ្ញុំនឹងអាចជាព្រោះខ្ញុំបានធូរច្រើនបងឃើញថាបងរលីងរលោងមែនតែនបងប្អូនបាននេះជាអារម្មណ៍ពិតប្រាកដដែលគាត់ទទួលបានពីប្រសិទ្ធភាពសតបរានដើមសមុទ្ររបស់យើងអញ្ចឹងពេលនេះបងសប្បាយចិត្តឡើងវិញបងណាកុំបារម្ភទៀតយើងបន្តការប្រើប្រាស់បន្តទៀតដើម្បីទទួលបានប្រសិទ្ធភាពបន្ថែមទៀតហើយយើងនឹងព្យាបាលវាតតែជាដាច់តែម្ដងណាចាបងខ្ញុំសង្ឃឹមលើអាសតបរាននឹង70 ទៅ 80% ព្រោះឯងខ្ញុំចង់ជួបប្តីជួបកូនជុំប្តីជុំកូនអញ្ចឹងណាបងហើយខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់ណែនាំអ្នកដែលឈឺដូចខ្ញុំមហារីកមកស្បូននេះបើគាត់ទៅពេទ្យឬមួយក៏គាត់ចាក់គីមីហើយគាត់គិតថាគាត់អស់សង្ឃឹមគាត់អាចមកសាកបានប៉ុណ្ណឹងបងអរគុណបងហើយបន្ទាប់ពីការប្រើប្រាស់ហើយនៅពេលនេះជាមួយនឹងសុខភាពបងយ៉ាងណាហើយអសុខភាពខ្ញុំវាហឹងមាំជាងមុនហឹងមាំជាងពេលដែលខ្ញុំទៅចាក់គីមីខ្ញុំចាក់គីមីខ្ញុំធ្វើទុកខ្ញុំលហិតលហើយខ្ញុំទុនដៃទុនជើងអស់កម្លាំងនិយាយទៅអស់កម្លាំងអស់សង្ឃឹមនិយាយទៅលើកដៃលើកជើងរួចធ្វើអីកើតតែខ្ញុំបានផឹកថ្នាំនឹងបានមួយយប់ខ្ញុំមានកម្លាំងខ្ញុំឃ្លានខ្ញុំហូបអីបានដល់ឥឡូវខ្ញុំផឹកបានដល់មួយអាទិត្យកម្លាំងខ្ញុំវាកាន់តែប្រសើរកាន់តែគ្រាន់បើជាងមុនឈប់ធ្លាក់សឈប់ចុកឈប់ឈឺអីចឹងណាបងអីក្រែងប្តីចែមានរដងបាតដែរចាប្តីខ្ញុំឈឺហើយខ្ញុំដាំផឹកខ្ញុំឲ្យគាត់ផឹកដែរគាត់មានរដងបាតហ្នឹងវារៀង2 3គ្រាប់ដែរតែឥឡូវអារដងបាតគាត់ហ្នឹងវារួញទៅបាត់អីគាត់ប្រាប់ខ្ញុំថាគាត់រួញបាត់អីចឹងណាเราសុំសួរចែអ្នកចិត្តខាងមើលចែងប្រាប់ត្រង់តើសុខភាពគាត់ពីមុនមិនត្រោមអីមិនចាប់និយាយការពិតចែកុំកុហកមិនហៅជួលមកសំដែងនៃការពិតអត់ជួលសំដែងពេលខ្ញុំនៅចិត្តគាត់ខ្ញុំផ្សាមកមើលគាត់ពេលគាត់កើតជំងឺហ្នឹងគាត់ធ្លាក់ឈាមគាត់ធ្វើទុកខ្លាំងគាត់ក្រគាត់រួចទៅមនុស្សដូចវាថាបាក់ទឹកចិត្តចង់ថាអត់មានកម្លាំងសំបីតាអង្គុយនិយាយមួយយើងក៏អត់មានកម្លាំងអង្គុយដែរដល់ពេលយើងចេះតែណែនាំពីអ្នកគាត់សួរគេនេះនោះទៅបានគាត់ហូបថ្នាំហ្នឹងរយៈពេលមួយយប់គាត់ចាប់តាមព្រៀងប្រសើរជាងគ្រាន់បើជាងមុនដល់ពេលឥឡូវគាត់ញ៉ាំមួយអាទិត្យហ្នឹងទៅគាត់ថានិយាយទៅគាត់ថាសឹង50% ដែលគាត់ចង់ជាអាជំងឺហ្នឹងមកចាបាយសុំបញ្ជាក់ថាថ្នាំយើងនេះអតិជនញ៉ាំមិនដែលមានអ្នកណាញ៉ាំលើសពី2ខែទេចាអញ្ចឹងចង់បញ្ជាក់បងប្អូនគាត់ញ៉ាំមួយអាទិត្យចិត្ត10ថ្ងៃនេះវាធូរស្រាលហ្នឹងវាជាការពិតអញ្ចឹង
បាទវិជ្ជាការពិត ថ្នាំនេះគាត់ញ៉ាំទៅគាត់ថាគាត់អត់មានធ្វើទុកអីទេហើយញ៉ាំទៅមានកម្លាំងជាងមុន បាទ ចាមានកម្លាំងនិយាយទៅ គាត់ គាត់ ញ៉ាំ ដើរ ទៀត បានគាត់អង្គុយបានគាត់និយាយមួយយើងបានពេលមុនគាត់និយាយមួយយើងអត់បានទេនិយាយចេញមកដូចសំឡេងតែខ្យល់ស្ដាប់គ្នាអត់បានហើយឬថាមនុស្សគាត់ដូចវាថាដូចពេលគាត់ឈឺដំបងហ្នឹងគាត់ចាប់ផ្ដើមចង់ថាយើងនិយាយអីគាត់ស្ដាប់យើងអត់បានដូចវាថាដូចគាត់ហឹងលកជាថាឬគាត់ថាដូចបាត់សតិ បាទ និយាយមួយយើងអត់ចូលគ្នាទេដល់ទៅពេលញ៉ាំថ្នាំហ្នឹងបានមួយយប់គាត់ចាប់ដើមរៀងប្រសើររៀងគ្រាន់បើជាថា20ឬក៏30%គាត់បន្តញ៉ាំរយៈពេលមួយអាទិត្យហ្នឹងគាត់ថាចង់50%ដែលគាត់ចង់ថាជំងឺរបស់គាត់នេះរៀងប្រសើរឡើងហ្មងណា ចានេះខ្ញុំអ្នកចិត្តខាងរបស់គាត់និយាយទៅខ្ញុំមើលគាត់រាល់ថ្ងៃខ្ញុំថាវាសិទ្ធិពេជាឆ្នាំហ្នឹងប្រកែពិតមែន បាទហើយឥឡូវសុំសួរគាត់អ្នកជំងឺបន្ត បាទអរគុណច្រើនបងស្រីអញ្ចឹងមានន័យថាពេលនេះបងមានអារម្មណ៍ថារៀងស្រាលខ្លួនជាងមុនហើយសុខភាពក៏ល្អប្រសើរជាងមុនហើយអញ្ចឹងបងសប្បាយចិត្តអត់ សប្បាយចិត្តបងសប្បាយចិត្តខ្លាំងព្រោះបនខ្ញុំផឹកបន្តទៀតឲ្យជាញ៉ាបានយកកូនមកផ្ទះវិញអញ្ចឹងណាបង ញ៉ាំតែ2ខែជាហើយ បាទ ចា អរគុណច្រើនបងស្រីណាបាទ បាទទីតាំងបងប្អូនអាចមើលបាននៅច្រាំងចម្រេះបាទនៅផ្លូវជាស្វារាទីតាំងលក់ឱសថរបស់យើងនេះគឺគ្មានការបោកប្រាស់ទេឱសថរុក្ខជាតិដើមស្រមោចនេះអត់មានប៉ះពាល់អីទាំងអស់បងប្អូនដែលកំពុងតែចាក់គីមីឬក៏ញ៉ាំថ្នាំពេទ្យអាចញ៉ាំលាយជាមួយបានដោយមិនបាច់បារម្ភអីទាំងអស់បាទនេះគឺជាការពិតបាទសូមបញ្ជាក់ថាឱសថដើមស្រមោចនេះតម្លៃមួយឈុតមួយជាគឺបងប្អូនអាចញ៉ាំបានរហូតដល់2ខែតម្លៃត្រឹមតែ$180តែប៉ុណ្ណោះជាទូទៅអតិថិជនដែលកើតជំងឺដល់ដំណាក់កាលទី4ក៏ដោយដែលអតិថិជនយើងច្រើនរាប់សិបនាក់កន្លងមកហើយនោះមិនដែលមានអតិថិជនណាផឹកលើសពី1ខែជាងទេមានន័យថាមិនដែលផឹកលើសពី2ខែទេត្រឹមតែ1ខែជាងក៏ជាដាច់អស់អ្នកខ្លះត្រឹម1ខែនេះជាការពិតបាទអញ្ចឹងសូមបងប្អូនជាវដោយទំនុកចិត្តចោះបាទសូមអរគុណ